ភាពគ្មានមេត្តានៃត្រីកោណងងឹតនៅក្នុងចិត្តមនុស្សហើយចំណុចនេះត្រូវបានគេចាត់ទុកថាជាចំណុចដែលគ្រោះថ្នាក់បំផុតនៅក្នុងចំណោមលក្ខណៈទាំង3ដោយសារវាពាក់ព័ន្ធនឹងការខ្វះខាតមនសិការទាំងស្រុងហើយនេះគឺជាការរៀបរាប់ពន្យល់លម្អិតបន្ថែមអំពីចំណុចនេះ1ការខ្វះក្តីមេត្តានិងភាពត្រជាក់ត្រជុំមនុស្សដែលមានចរិតបែបនេះមិនមានសមត្ថភាពក្នុងការយល់ឬមានអារម្មណ៍ឈឺចាប់ជំនួសអ្នកដទៃឡើយបើពួកគេធ្វើឲ្យនរណាម្នាក់យំឬខូចចិត្តពួកគេមិនត្រឹមតែមិនអាណិតប៉ុន្តែអាចនឹងមើលឃើញថាវាជារឿងធម្មតាឬភាពទន់ខ្សោយរបស់ជនរងគ្រោះទៅវិញ2អវត្តមាននៃអារម្មណ៍ខុសឆ្គងជាទូទៅមនុស្សយើងតែងតែមានអារម្មណ៍មិនល្អឬដេកមិនលក់នៅពេលធ្វើខុសប៉ុន្តែសម្រាប់មនុស្សប្រភេទនេះវិញពួកគេមិនមាននោះទេទោះបីជាពួកគេបោកប្រាស់បំផ្លាញអាជីពឬធ្វើបាបផ្លូវចិត្តអ្នកដទៃយ៉ាងធ្ងន់ធ្ងរក៏ពួកគេនៅតែអាចរស់នៅនិងគេងលក់យ៉ាងសុខស្រួលហើយពុំមានអារម្មណ៍ថាសោកស្ដាយបន្តិចសោះឡើយចំណុចទី3នោះគឺភាពរឹងរូសនឹងការចូលចិត្តភាពរំភើបពួកគេជារឿយៗមានអត្តចរិតរឹងរូសចូលចិត្តធ្វើតាមតែចិត្តចង់បាននិងមិនសូវខ្វល់ពីផលលំបាកឬគ្រោះថ្នាក់ដែលនឹងកើតឡើងចំពោះខ្លួនឯងឬអ្នកដទៃឡើយពួកគេត្រូវការរំញោចខ្លាំងដើម្បីមានអារម្មណ៍ថារស់រវើកដែលជួនកាលនាំទៅរកទង្វើខុសច្បាប់ឬសកម្មភាពប្រថុយប្រថាន4របាំងនៃភាពថ្លៃថ្នូរចំណុចដែលគួរឲ្យខ្លាចបំផុតនោះគឺពួកគេភាគច្រើនមានអារម្មណ៍មានមន្តស្នេហ៍បោកបញ្ឆោតពួកគេចេះសម្ដែងជាមនុស្សសុភាពរស់រាយនិងឆ្លាតវៃដើម្បីទាក់ទាញចំណាប់អារម្មណ៍និងបង្កើតទំនុកចិត្តពីអ្នកដទៃមុននឹងចាប់ផ្ដើមប្រើល្បិចកេងចំណេញនៅក្នុងចិត្តវិទ្យាខ្មៅងងឹតមនុស្សប្រភេទនេះមិនមែនសំដៅលើឃាតករនៅក្នុងរឿងភាគនោះទេតែសំដៅនៅក្នុងសង្គមជាក់ស្ដែងពួកគេអាចជាអ្នកដឹកនាំដែលគ្មានមេត្តាជាមិត្តភក្តិដែលចេះតែចាក់រុកឬជាដៃគូស្នេហាដែលពូកែគ្រប់គ្រងនិងធ្វើបាបផ្លូវចិត្តដើម្បីឲ្យកាន់តែងាយនឹងយល់ច្បាស់អំពីមនុស្សប្រភេទនេះដែលតួក្នុងជីវិតពិតខ្ញុំសូមលើកយកសាច់រឿងឧបទ្ទវហេតុមួយនៅក្នុងកន្លែងធ្វើការមកធ្វើការបង្ហាញជួយរឿងរបាំងមុខរបស់វិចិត្រជាបុគ្គលិកដែលមានលក្ខណៈពូកែសម្ដែងគ្មានមេត្តានិងខ្វះមនសិការសុភីជាបុគ្គលិកខិតខំធ្វើការនិងមានចិត្តទន់ភ្លន់1ការបង្កើតអារម្មណ៍មុនស្នេហ៍បោកបញ្ឆោតវិចិត្របានចូលមកធ្វើការក្នុងក្រុមហ៊ុនថ្មីមួយគេជាមនុស្សដែលមើលទៅរស់រាយឆ្លាតវៃនិងចូលចិត្តជួយអ្នកដទៃគេបានចូលទៅចិត្តសុភីហើយនិយាយថាសុភីបើមានការងារអ្វីច្រើនឲ្យខ្ញុំជួយបានណាយើងជាក្រុមការងារតែមួយទេសុភីជឿជាក់លើវិចិត្រយ៉ាងខ្លាំងនិងបានចែករំលែករាល់គំនិតសំខាន់នៃគម្រោងថ្មីឲ្យវិចិត្រដឹង2ការកេងចំណេញដោយគ្មានភាពស្ទាក់ស្ទើរនៅពេលដល់ថ្ងៃបង្ហាញគម្រោងទៅកាន់នាយកក្រុមហ៊ុនវិចិត្របានលួចកែឯកសាររបស់សុភីឲ្យមានកំហុសជាបច្ចេកទេសធ្ងន់ធ្ងររួចយកគំនិតល្អៗរបស់សុភីមកធ្វើជាគម្រោងផ្ទាល់ខ្លួនរបស់គេវិញវិចិត្រឡើងនិយាយយ៉ាងរលូននិងទទួលបានការសរសើរពេញទំហឹង3ភាពអវត្តមាននៃអារម្មណ៍ខុសឆ្គងក្រោយការប្រជុំសុភីត្រូវបាននាយកស្ដីបន្ទោសយ៉ាងខ្លាំងរហូតដល់យំវិចិត្រដើរកាត់សុភីដោយទឹកមុខស្មើធេងគេមិនត្រឹមតែមិនមានអារម្មណ៍ខុសឆ្គងដែលបានលួចស្នាដៃរបស់មិត្តភក្តិនោះទេតែគេថែមទាំងគិតក្នុងចិត្តថាមកពីនាងល្ងងខ្លួនឯងបើចង់រស់ក្នុងโลกនេះត្រូវតែខ្លាំងជាងគេបែបហ្នឹងគេចូលទៅលួងលោមសុភីទាំងទឹកមុខស្រស់ថ្លាកុំខូចចិត្តអីសុភីបើមានលើក្រោយព្យាយាមម្ដងទៀតទៅចរិតត្រជាក់ត្រជុំនិងការគ្រប់គ្រងស្ថានភាពនៅពេលមិត្តភក្តិម្នាក់ទៀតមកចាប់បានថាវិចិត្រជាអ្នកលួចកែឯកសារហើយព្យាយាមទៅប្រាប់នាយកវិចិត្រមិនមានភាពភ័យខ្លាចឡើយផ្ទុយទៅវិញគេបានប្រើល្បិចកលបកស្រាយយ៉ាងត្រជាក់ត្រជុំនិងទម្លាក់កំហុសត្រឡប់ទៅមិត្តភក្តិម្នាក់នោះវិញរហូតដល់គ្រប់គ្នាជឿគេហើយមិត្តភក្តិម្នាក់នោះត្រូវបានបណ្ដេញចេញពីការងារបាត់ទៅនៅក្នុងសាច់រឿងនេះអ្នកនឹងឃើញថាវិចិត្រមិនមែនជាមនុស្សដែលប្រើអំពើហិង្សានោះទេប៉ុន្តែគេប្រើភាពត្រជាក់ត្រជុំនិង
ការខ្វះមនសិការដើម្បីជន់ឈ្លីអ្នកដទៃយកផលប្រយោជន៍មកទុកជារបស់ផ្ទាល់ខ្លួនគេមិនមានអារម្មណ៍ថាឈឺចាប់នៅពេលឃើញសុភាយំគេមិនមានអារម្មណ៍ភ័យខ្លាចពេលធ្វើខុសគេពូកែសម្ដែងរហូតដល់ជនរងគ្រោះមើលមិនធ្លុះ